ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយបង្កដោយគ្រោះធម្មជាតិផ្សេងៗនារសៀលថ្ងៃច័ន្ទទី28ខែមេសាឆ្នាំ2025លោកស្រីរាជសៀនអនុធានកិត្តិយសអនុសាខាកាមាតផងកម្ពុជាក្រុងស្រីរៀងលោកជួនច័ន្ទរិទ្ធីប្រធានគណៈកម្មាធិការអនុសាខាក្រុងនិងសហការីបានទទួលបច្ច័យទេទៀតជាគ្រឿងឧបភោគបរិភោគនៅរបស់ប្រើប្រាស់ពីព្រះយុទ្ធរៈរឹកសបោព្រះរាជាថ្នាក់កិត្តិយសនិងជាព្រះអនុគុណក្រុងស្រីរៀងនិងជាព្រះគ្រូចៅអធិការវត្តរយសបែករួមជាមួយព្រះសង្ឃគ្រូអាចារ្យគណៈកម្មការវត្តទាំង15វត្តដើម្បីរួមចំណែកការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះនិងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗក្នុងមូលដ្ឋានក្រុងស្រីរៀងព្រះយុទ្ធរៈរឹកសបោមានថេរនៃការគ្រប់គ្រងរដ្ឋសកម្មភាពមនុស្សធម៌របស់សាខាឧស្សាខាជាពិសេសកាកបាទของកម្ពុជាក្រោមការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយភាពត្រឹមត្រូវរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតបុរនីហ៊ុនសែនប្រធានកាកបាទของកម្ពុជាក្នុងការខិតខំប្រឹងប្រែងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះដោយសារប្រការផ្សេងៗដោយមិនប្រកាន់ពីជាតិសាសន៍សាសនាវណ្ណៈពណ៌សម្បុរឬនឹងការនយោបាយឡើយទើបថ្ងៃនេះព្រះអង្គមាននៅទេយ្យទានបន្តិចបន្តួចដែលបានមកពីសទ្ធាជ្រះថ្លារបស់បងប្អូនជាពុទ្ធបរិស័ទក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រគល់ជូនអនុសាខាក្រុងដើម្បីរួមចំណែកជួយសម្រាលនៅរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះមានប្រសាសន៍ស្នេហ៍ស្នាលក្នុងពិធីទទួលទេយ្យទាននោះលោកគុណច័ន្ទរិទ្ធីប្រធានគណៈកម្មាធិការអនុសាខាបានសម្ដែងនៅអំណរគុណយ៉ាងជ្រាលជ្រៅប្រកេតចំពោះព្រះដេចគុណគ្រប់ព្រះអង្គឧបាសកឧបាសិកាដែលមានប្រតិយនិងទឹកចិត្តជ្រះថ្លាបានយកបច្ច័យនិងសម្ភារៈទាំងអស់នេះមកប្រគល់ជូនដល់អនុសាខាកាកបាទของកម្ពុជាក្រុងដែលត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗលោកប្រធានគណៈកម្មាធិការអនុសាខាក៏បាននាំមកនៅការផ្ដាំផ្ញើសសុខទុក្ខសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តមពេជ្រពោធិ៍សាប្រធានគណៈកម្មាធិការសាខាកាកបាទของកម្ពុជាខេត្តស្វាយរៀងប្រកេតចំពោះព្រះដេចគុណគ្រប់ព្រះអង្គដែលចំណេញការព្រះអង្គតែងតែផ្សារភ្ជាប់គាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខាអនុសាខាក្នុងការរួមចំណែកជួយរំលែកនៅការលំបាករបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះលោកជួនច័ន្ទរិទ្ធីបានជម្រាបប្រកេតអំពីសកម្មភាពមនុស្សធម៌របស់សាខាអនុសាខាជាពិសេសកាកបាទของកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយភាពជ្រាលជ្រៅវៃនៃសម្ដេចគតិប្រិទ្ធបណ្ឌិតបុរនីហ៊ុនសែនគឺទទួលបានការជឿជាក់គាំទ្រពីសំណាក់សប្បុរសជនគ្រប់មជ្ឈដ្ឋានហើយធ្វើឲ្យស្ថាប័នមនុស្សធម៌មួយនេះមានការរីកចម្រើនលូតលាស់តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋានមិនត្រឹមតែប៉ុណ្ណោះកាកបាទของកម្ពុជាបានដើរតួនាទីយ៉ាងសកម្មជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ថែមទៀតផងហើយលោកប្រធានគណៈកម្មាធិការអនុសាខាបានសន្យាថាអំណោយទាំងអស់នេះអនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់គ្នាឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះតីរបស់ព្រះអង្គជាម្ចាស់ទានអំណោយដែលបានទទួលរួមមានអង្ករ325គីឡូក្រាមម្លុង6ទឹកត្រី10យួរទឹកស៊ីអ៊ូ10យួរទឹកសុទ្ធ22កេសមី8កេសភេសជ្ជៈ15កេសគ្រឿងទេសមួយចំនួននិងបច្ច័យ1,480,000រៀល